នាងកើតមកជាមួយនឹងភាពអស្ចារ្យនិងកាយភ្នែកដ៏ស្រទន់នាងពោពេញទៅដោយក្តីស្រមៃដ៏ធំមហិមាគ្រប់គ្នាបានប្រាប់ឲ្យនាងបង្ហាញនូវភាពស្រស់ស្អាតប៉ុន្តែភាពស្រស់ស្អាតរបស់នាងបានលេចចេញពីខាងក្នុងគ្រប់គ្នាបានប្រាប់នាងថាឲ្យបង្ហាញភាពល្អឥតខ្ចោះដូច្នេះនាងបានផ្លាស់ប្ដូរខ្លួនឯងជាមួយភាពក្លាហាននិងមានគោលបំណងនាងត្រូវបានគេប្រាប់ឲ្យនៅស្ងៀមស្ងាត់ប៉ុន្តែនាងកើតមកជាមួយនឹងសំឡេងដែលអាចចែករំលែកទៅអ្នកគ្រប់គ្នានាងបានរៀនសូត្រលូតលាស់និងមានភាពជឿជាក់ហើយនាងបានក្លាយជាកម្លាំងស្នូលនៃការផ្លាស់ប្ដូរពិភពលោករបស់នាងមិនតូចដូចជាការគិតនោះទេនាងត្រូវបានជ្រើសរើសជាអ្នកដឹកនាំដើម្បីបំផុសគំនិតនិងលើកកម្ពស់ពីព្រោះស្ត្រីគ្រប់រូបធ្លាប់ឆ្លងកាត់ភាពជាក្មេងស្រីជាមួយនឹងពន្លឺចែងចាំងកំពុងរះឡើងព្រមទាំងបង្កើតអំណាចនៃពិភពលោករបស់នាងព្រោះពេលនាងមានថាមពលគ្រប់គ្រាន់នាងអាចបំភ្លឺផ្លូវដល់មនុស្សជុំវិញខ្លួននៅពេលដែលនាងមានភាពក្លាហានចំពោះក្តីស្រមៃរបស់ខ្លួនឯងនាងនឹងបំផុសគំនិតដល់អ្នកជុំវិញខ្លួនឲ្យមានមហិច្ឆតាកាន់តែធំនៅពេលនាងក្រោកឡើងយើងទាំងអស់គ្នានឹងក្រោកឡើងជាមួយនាងផ្ដល់អំណាចដល់ពិភពលោករបស់នាងព្រោះពិភពលោកដ៏ល្អសម្រាប់នាងក៏ជាពិភពលោកដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នាផងដែរ